រឿងខ្មោចអាសន្នកាលពីព្រេងនាយមានភូមិមួយស្ថិតនៅដាច់ឆ្ងាយដោយឡែកពីគេអ្នកភូមិតែងតែប្រកបមុខរបររកស៊ីធ្វើស្រែចម្ការពូសួនជាគ្រួសារតូចមួយដែលមានសមាជិក2នាក់មួយឈ្មោះអាសំនិងកូនទី2ឈ្មោះនាងតៃសំជាអ្នករៀនបានខ្ពង់ខ្ពស់ហើយធ្វើការជា CEO ជារៀងរាល់ថ្ងៃសំតែងតែចេញពីភូមិដើម្បីស្វែងរកអតិថិជនឲ្យមកកម្ចីប្រាក់របស់ខ្លួនពុកម៉ែថ្ងៃនេះកូនទៅធ្វើការប្រហែលជាល្ងាចរៀងយប់បន្តិចបានកូនមកដល់ចុះហេតុអ្វីបានជាកូនមកវិញយប់ម្ល៉េះបាទពុកដោយសារថ្ងៃនេះមានអតិថិជននៅឯស្រុកឆ្ងាយកម្ចីប្រាក់ដូច្នេះហើយបានជាកូនមកដល់វិញយប់ខ្ញុំពិតជាមានការព្រួយបារម្ភពីកូនណាឪវាកាន់លុយច្រើនហើយត្រូវដើរទៅស្រុកឆ្ងាយបើមានគ្នាម៉ែមិនបារម្ភទេមិនអីទេពុកម៉ែកូនទៅធ្វើការហើយបងលះហើយប្អូនតៃចាបងប្រុសសំនិយាយរួចហើយក៏បានជិះម៉ូតូចេញទៅលុះជិះម៉ូតូឆ្លងពីភូមិមួយទៅកាន់ភូមិមួយអស់រយៈពេលជាច្រើនម៉ោងក៏បានមកដល់ផ្ទះពូទុំដែលជាអ្នកត្រូវខ្ចីលុយម៉ែវាអង្ការមកដល់ហើយម៉ែវាជំរាបសួរលោកពូអ្នកមីងលើកដៃថ្វាយព្រះក្មួយអញ្ជើញមកអង្គុយសិនមកក្មួយហើយលោកពូត្រូវការខ្ចីប្រាក់ដើម្បីធ្វើអ្វីដែរលោកពូមូលហេតុពូខ្ចីលុយនេះដោយសារពូយកទៅរកស៊ីហើយនឹងទុកឲ្យកូនទៅរៀនតាមពិតទៅពូមិនចង់ខ្ចីប្រាក់អង្ការទេតែដោយសារតែទាល់ពេកសម្រាប់ចិត្តខ្ចីលុយតែម្ដងទៅបាទលោកពូហើយលោកពូត្រូវយកប្រមាណដែរលោកពូនឹងហើយក្មួយពូមិនយកច្រើននោះទេពូយកតែ5លានរៀលទេបាទលោកពូចាំខ្ញុំរៀបចំឯកសារជូនលោកពូគណៈពេលនោះដែរមានបរិសុទ្ធ2នាក់ដែលមានបំណងមិនល្អមកលួចមើលពីសកម្មភាពរបស់សំណែអាសនថ្ងៃនេះយើងគ្រប់ទឹកហើយវើយមិនណាអាពូម៉ាថ្ងៃនេះយើងណាគ្រប់ទឹកហើយមើលទៅវាលុយច្រើនណាស់បើសិនជាយើងផ្្លាត់បានយើងប្រកាសជាខ្លាចជាមហាសេដ្ឋីហើយចុះយើងមានវិធីសាស្ត្រអីដើម្បីយកប្លន់វាឲ្យបានអត់អីទេអញមានវិធីសាស្ត្រហើយចាំអញប្រាប់ឯងទៅពួកគេទាំងពីរក៏បាននិយាយរៀបរាប់ពីវិធីសាស្ត្រតាមលួចឆក់យកលុយពីសំរួចហើយក៏បានរងចាំសំត្រឡប់ទៅផ្ទះវិញបាទលោកពូខ្ញុំបានរៀបចំឯកសារនិងលុយគ្រប់ចំនួនឲ្យលោកពូហើយអញ្ចឹងខ្ញុំសូមលោកពូបង់លុយជាប្រចាំខែជារៀងរាល់ខែកុំឲ្យខកខានណាលោកពូមិនអីទេក្មួយពូមិនបង់ឲ្យខកពេលនោះទេបាទលោកពូមើលទៅថ្ងៃដូចជារៀងរសៀលដែរហើយអញ្ចឹងខ្ញុំសូមជម្រាបលាលោកពូនិងអ្នកមីងទៅវិញសិនហើយណាដោយសារតែស្រុកខ្ញុំរៀងនៅឆ្ងាយនឹងហើយក្មួយប្រញាប់ទៅវិញចុះហើយសូមធ្វើដំណើរប្រយ័ត្នប្រយែងផងក្មួយកាន់លុយច្រើនផងណាមួយនៅភូមិនេះមិនសូវជាមានសុវត្ថិភាពនោះទេបាទពូមីងអញ្ចឹងខ្ញុំសូមលាសិនហើយទៅចុះក្មួយណាជប់សិនវិញអាបងក្តោមានលុយប្រហែលឆាប់ឲ្យអញភ្លាមបើមិនអោយទេអញនឹងស្លាប់ឆាប់ជួទៅប្លន់វាលឿនទៅប្រយ័ត្នគេមកទាន់តាមផ្លូវ